Hello បងប្អូនគ្នាហ្នឹងហើយ Welcome back ថ្ងៃហ្នឹងយើងមួយធ្វើការតម្លើង Windows Server 2011ហ្នឹងហើយ Sorry 2016នៅលើ VMware អញ្ចឹងថ្ងៃហ្នឹងយើងតម្លើងអូខេអញ្ចឹងត្រូវការដែលយើងមានត្រូវមាន VMware មួយហ្នឹងហើយ VMware យើងអាច download បានពី Google Chrome អញ្ចឹងហើយត្រូវការមួយទៀតគឺ OS អញ្ចឹងfile ត្រូវមាន file Windows នេះ Windows Server 2016របស់ខ្ញុំមាននេះខ្ញុំ download ហើយវា6ម៉ាន6 G ជាង.49អូខេអញ្ចឹងកុំឲ្យកាពេលយូរយើង install អស់គ្នាអញ្ចឹងយើងធ្វើការ right click មកឬ click លើនេះក៏បាន create new version ហ្នឹងមកអូខេអញ្ចឹងសូម install recommend ហ្នឹងមក next អញ្ចឹងតើតើមកនេះយើងអាច open ទៅលើ operating system បានម្ដងតែរបស់ខ្ញុំសូមអត់ទាន់ដាក់ទេដោយសារវា support អញ្ចឹងចាំដាក់តាមក្រោយអូខេ next មិននេះគឺចូលធម្មតានេះមករបស់ Microsoft នេះបោះឈ្មោះ Windows Server របស់យើងដែលចង់វាសូនៅកន្លែងនេះអញ្ចឹងដាក់អីគេដាក់ server នេះserver 2016 location store file យើងចង់ store នៅកន្លែងណាខ្ញុំសូមដាក់ទៅលើ drive C របស់ខ្ញុំមកអូខេកន្លែងនេះ virtual machine next នេះ hard disk របស់វាខ្ញុំសូមដាក់តែ 40G ទេដោយសារខ្ញុំត្រូវដាក់ hard disk 2ដើម្បីធ្វើជា RAID អញ្ចឹងណា customize hardware អញ្ចឹងកន្លែងនេះខ្ញុំសូមយក 4G អូខេ 4G ហើយnetwork adapter ខ្ញុំសូមដាក់2ដើម្បីធ្វើវាជា teaming ចូលគ្នាអញ្ចឹងណាខ្ញុំចង់បង្កើតជា teaming មួយ finish អញ្ចឹងបាន2ហើយអូខេកន្លែងនេះខ្ញុំសូមប្រើ NAT close finish អូខេបន្ទាប់មកខ្ញុំសូមធ្វើការចូលទៅកាន់ setting របស់វាដើម្បីថែមទៅលើ storage ថែម storage មួយទៀតអូខេ hard disk ថែមមក recommend ហ្នឹងមក next អូខេនេះសូមដាក់ 40G ដោយសារយើងចង់ធ្វើ RAID យើងត្រូវធ្វើhard disk ទំហំរបស់វាត្រូវមាន speed ល្បឿនអីដូចគ្នាទាំងអស់អញ្ចឹងណាតែតើទំហំវាក៏ដូចគ្នាដែរដើម្បីធ្វើ RAID បានអញ្ចឹងយើងធ្វើការ next ទៀតមកនេះឈ្មោះអូខេអញ្ចឹង close ទៅមកអូខេនៅមួយទៀតខ្ញុំភ្លេច route image ចូលអញ្ចឹងចូលទៅកាន់hard disk របស់យើងណាកន្លែងនេះ auto detect អញ្ចឹងខ្ញុំសូមដូរពីនេះមកដើម្បីខ្ញុំប្រើទៅរក Windows Server របស់យើងនៅ 3D virtual machine នៅ image Windows Server 2016នេះ file ISO file 6G ជាង open អូខេហើយសូមចុចអូខេតើមកយើង run វាមកចាំមកយើងចុច enter វាដើម្បីឲ្យវា boot ISO file ចូលអូខេចាំវាបន្តិចមកត្រូវការរបស់យើងគឺយើងអត់មានអីទេគឺយើងមានតែ VMware នឹងមួយហើយ image window របស់យើងអញ្ចឹងណាអញ្ចឹងយើង download មកបើអត់មានទេអាចឆាតមកខ្ញុំបានទាក់ទងជាមួយនឹង image Windows Server អញ្ចឹងខ្ញុំនឹង store នៅលើ Google Drive ហើយបោះ link ចែកឲ្យ download អញ្ចឹងណាអញ្ចឹងវាចង់បានអូខេចុច next មក install ចាំវាសិនអូខេអូខេកន្លែងនេះគឺរើសយកប្រភេទ Windows យើងចង់ install មកជាធម្មតាគឺយើងប្រើនេះ desktop experience ហ្នឹង next អូខេ accept next មានអីច្រើនទេ advanced 40G អញ្ចឹងខ្ញុំសុំដាក់នៅលើនឹងទាំងអស់ហ្មងបាច់ចែកត្រាចែកអីទេហ្នឹងហើយអញ្ចឹងដាក់នៅលើ 40G នឹងទាំងអស់ហ្មង next អញ្ចឹងយើងធ្វើការរងចាំវាបន្ទាប់ពីវា install ចប់យើងនឹងចាប់ផ្ដើម step យើងបន្តទៀតអញ្ចឹងខ្ញុំសុំ scope សិនកុំឲ្យវា see time អូខេបន្ទាប់មកគឺវាបានតម្លើងចប់ហើយអញ្ចឹងខ្ញុំសុំដាក់ password admin អញ្ចឹងខ្ញុំសុំដាក់មកដាក់ password អីសួរចាំអូខេ
ទៅមុខទៀតអូខេអញ្ចឹងយើងទទួលបាន Windows Server 2016 យ៉ាងថ្មីស្រឡាងមកហើយអូខេអញ្ចឹងវាចេញមកគឺវាតូចបែបហ្នឹងគឺវាអត់ពេញ screen ទេអញ្ចឹងចង់ធំយើងចូលទៅកាន់ VM នេះមក install VM tool អញ្ចឹងមកចាំតិចអូខេឥឡូវវាកំពុង download ហើយ download នឹងហើយយើង log ចូលទៅកាន់ Windows Server របស់យើងមកកន្លែងនេះអូខេ password ដែលយើងដាក់មិញអូខេអញ្ចឹងគឺវាចូលទៅកាន់ Windows Server របស់យើងអូខេបន្ទាប់ពីតឡើង tool នឹងហើយតើយើងតឡើងពីកន្លែងនេះហើយយើង install លើនេះមក install លើវាដើម្បីឲ្យវាពេញ screen ធំយើងស្រួលប្រើប្រាស់អញ្ចឹងណានេះគឺ server manager dashboard គឺវាសូមកន្លែងហ្នឹង next ចេញមកតែវា install មក install ចាំតិចអូ license expire 180ថ្ងៃអូខេបន្ទាប់ពីបញ្ចប់គឺវាពេញ screen ហើយអូខេវីដេអូយើងមានតែប៉ុណ្ណឹងជួបគ្នាវីដេអូក្រោយខ្ញុំនឹងធ្វើការបង្ហាញទាក់ទងជាមួយនឹងការ config មួយចំនួនទៀតឬក៏ជាទៅរកការនៅក្នុង organization ដែលយើងត្រូវការប្រើជាប្រចាំនិងជាចាំបាច់អូខេ See you ជួបគ្នាវីដេអូក្រោយ